លេងអញ្ចឹងកុំសង្ឃឹមលើកពានប៊ុលឡុនដរកីឡាកររៀលម៉ាឌ្រីតមួយរូបនេះត្រូវបានអ្នកគាំទ្រស្ដីបន្ទោសទ្រង់ទ្រាយធំទោះបីក្លឹបអាធិរិសរៀលម៉ាឌ្រីតបានយកឈ្នះអាត្លេតិកូម៉ាឌ្រីតដើម្បីឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក៏ពិតមែនប៉ុន្តែខ្សែប្រយុទ្ធ Vinicius Junior ត្រូវបានអ្នកគាំទ្រឌឺដងស្ដីបន្ទោសជាខ្លាំងដោយសារតែការទាត់បាល់ពេលនឹងទីមិនចូលប៉ុន្តែរៀលម៉ាឌ្រីតមានឱកាសក្នុងការទម្លាក់ក្រុមម្ចាស់ផ្ទះតាំងពីតង់ទី2មកម្លេះនៅពេលអាញាកណ្ដាលបានប្រគល់បាល់ពីនៃ11ម៉ែត្រទៅកាន់រៀលម៉ាឌ្រីតប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលបែរជាទាត់មិនចូលដោយទាត់មួយចំហឹងជើងរហូតបាល់ហោះចេញទៅកាន់តំបន់អ្នកគាំទ្រទៅវិញជុំវិញការទាត់មិនចូលម្ដងនេះមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រក្លឹបផ្សេងសើចចំអកនោះទេប៉ុន្តែក្នុងនោះក៏មានអ្នកគាំទ្ររៀលម៉ាឌ្រីតមួយចំនួនតូចផងដែរដែលមិនពេញចិត្តចំពោះការលេងមិនបានល្អបែបនេះដោយអ្នកខ្លះថែមទាំងហ៊ាននិយាយយ៉ាងអាក្រក់ថាដោយសារតែបែបនេះហើយទើបវីនីស៊ីគ្មានសមត្ថភាពឈ្នះពានប៊ុលឡុនដរកាលពីឆ្នាំមុនខណៈអ្នកខ្លះទៀតបានស្ដីបន្ទោសថាវីនីស៊ីគួរតែប្រគល់បាល់នេះឲ្យទៅកាន់ឃ្លៀនអឹមបាប៉េជំនួសវិញ